សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីនាងកញ្ញាប្រិយមិត្តយុវជនជាពិសេសអ្នកដែលកំពុងតែតាមដានទស្សនាទាំងក្នុងនិងក្រៅប្រទេសជាទីគោរពជាទីស្រឡាញ់ជាទីរាប់អានដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំនៅក្នុងថ្ងៃនេះជួបគ្នាជាមួយនឹងប្រធានបទដ៏ពិសេសនិងចាំបាច់បំផុតក្នុងនាមជាពុទ្ធសាសនិកជនដូចខ្ញុំផងដែរដែលយើងដឹងហើយថាព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រធានបទរបស់យើងគឺបញ្ជនគួររក្សាសិល5ដែលយើងជួបជាមួយនឹងវាគ្មិនពិសេសនៅក្នុងថ្ងៃនេះគឺលោកស៊ឹមសុភ័ក្រជាអ្នកប្រឹក្សាយោបល់ឯករាជ្យផ្នែកធុរកិច្ចផ្នែកលក់ផ្នែកទីផ្សារនិងជាអ្នកបណ្ដុះបណ្ដាលអភិវឌ្ឍជំនាញក៏ដូចជាពុទ្ធសាសនិកជនមួយរូបផងដែរដែលតែងតែសិក្សាយ៉ាងស៊ីជម្រៅជាមួយនឹងព្រះពុទ្ធវចនៈឬក៏ពុទ្ធអាវាទហើយក៏ជាអ្នកដែលបដិបត្តិនៅការរក្សាសិលទានសមាធិនិងបញ្ញាជាដើមនៅក្នុងថ្ងៃនេះអ្វីដែលកាន់តែពិសេសគឺសំណូមពរឲ្យបងប្អូនទាំងអស់តាមដានទស្សនានៅការជជែករបស់ខ្ញុំជាមួយនឹងបងស៊ឹមសុភ័ក្រតាំងពីដើមរហូតដល់ចប់ហើយយើងសង្ឃឹមថាយុវជនកម្ពុជាដែលមានទិន្នន័យដ៏ច្រើនភាគរយរហូតដល់ 68% ដែលមានប្រជាជនជាយុវជននឹងក្លាយទៅជាអ្នកដែលអាចរក្សាបាននៅសិល5ដើម្បីប្រទេសដើម្បីជាតិដើម្បីសង្គមរបស់យើងទាំងអស់គ្នាដែលយើងនឹងជជែកពីប្រធានបទនេះជាបន្តបន្ទាប់ដើម្បីជាប្រយោជន៍សង្គមរបស់យើងទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំសូមប្រគល់នៅទូនាទីនេះជូនលោកស៊ឹមសុភ័ក្រតែម្ដងដើម្បីចាប់ផ្ដើមនៅកិច្ចនៃកម្មវិធីរបស់យើងសូមគ្រប់ជើងបាទសូមអរគុណសូមជម្រាបសួរលោករវុធបាទរីករាយដែលបានមកកាន់កម្មវិធីដ៏វិសេសវិសាលមួយនេះហើយថ្ងៃនេះដែរខ្ញុំមានបេតិសមនរីករាយមែនទែនដែលបានចូលរួមកម្មវិធីរបស់លោករវុធដែលនៅក្នុងសាកលវិទ្យាល័យធនធានមនុស្សបាទមុននឹងចាប់ផ្ដើមកម្មវិធីនេះខ្ញុំប្រកាសថាខ្ញុំបាទសូមប្រារព្ធនៅនមស្ការគុណប្រតនត្រ័យគុណព្រះពុទ្ធពធព្រះសង្ឃជាមុនសិនរីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញេយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយអ្នកមត្ថុរតនតយស័កសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពស្មើដល់ជីវិតអរគុណលោកស៊ឹមសុភ័ក្រសម្រាប់កិច្ចនមស្ការមុននឹងយើងចាប់ផ្ដើមកម្មវិធីដោយសារប្រធានបទរបស់យើងគឺពាក់ព័ន្ធជាមួយសិល5អញ្ចឹងជាដំបូងនេះគឺខ្ញុំមានសំណួរដែលសំខាន់គឺចង់ឲ្យលោកស៊ឹមសុភ័ក្រផ្ទាល់គឺពិពណ៌នាអំពីសិល5ឲ្យបានខ្វះបាយនៅពេលដែលយើងនិយាយអំពីសាវតានិយាយអំពីប្រវត្តិចូលទៅដល់សិល5នោះវាមានរឿងរ៉ាវមួយចំនួននឹងទៀតអញ្ចឹងនេះគឺជាចំណេះដឹងទូទៅដ៏សំខាន់ហើយសង្ឃឹមថាយុវជនរបស់យើងបានស្ដាប់ហើយនឹងអាចជ្រះថ្លាហើយយើងចូលរួមដើម្បីរក្សាសិល5ទាំងអស់គ្នាបាទសូមជើញបាទសូមអរគុណលោករវុធសូមអរគុណច្រើនចូលមកអ្វីដែលខ្ញុំចង់លើកឡើងនៅពេលនេះអំពីសិល5ខ្ញុំជឿថាបងប្អូនយុវជនដែលនៅទីនេះកំពុងតាមដានទស្សនាបងប្អូនច្បាស់ជាយល់ហើយកន្លងមកថាអ្វីទៅជាសិល5បាទមានការវាចាកមិនសម្លាប់សត្វការមិនលួចទ្រព្យគេការមិនប្រព្រឹត្តខុសក្នុងកាមការមិនពោលពាក្យកុហកឬក៏អាចចុងក្រោយនឹងគឺថាមិនសេពនៅសុរាបាទប៉ុន្តែអ្វីដែលបងប្អូនអត់ទាន់ដឹងថាតើអ្វីទៅជាសិលបាទបើតាមវចនានុក្រមរបស់សម្ដេចសង្ឃរាជជួនណាតសិលនាមស័ព្ទជាភាសាបាលីសំស្ក្រឹតផងដែរដែលមានន័យថាវិរតិចេតនាដែលវាចាកអំពើអាក្រក់ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចាការមិនប្រព្រឹត្តកន្លងសិក្ខាបទឬវិន័យបញ្ញត្តិបាទនេះគឺជាអ្វីដែលបានមកពីការនិយមន័យបានពីវចនានុក្រមរបស់សម្ដេចជួនណាតបាទបងប្អូនជាទីមេត្រីមែនតើទៅពាក្យថាសិលនេះគឺមានតាំងពីយូរមកណាស់មកហើយនៅក្នុងសង្គមខ្មែរយើងបងប្អូនដឹងទេថាសង្គមកម្ពុជាយើងគឺចូលចិត្តប្រើពាក្យសិលហ្នឹងណា
ដែលជាទូទៅសាមញ្ញបំផុតយើងច្រើនប្រើពាក្យថាសីលធម៌លោករវត្តធ្លាប់លើពាក្យសីលធម៌ហ្នឹងទេបាទសីលធម៌ហ្នឹងហើយគឺមានសិលនៅក្នុងហ្នឹងបាទមានពាក្យថាសិលបូកនឹងធម៌បាទអញ្ចឹងខ្ញុំនឹងលើកឡើងថាអ្វីទៅជាសិលនៅក្នុងន័យនេះដែលភាសាសាមញ្ញដែលយើងច្រើននិយាយនឹងសម្គាល់ទៅលើអំពើល្អសិលហ្នឹងគឺសំដៅទៅលើអំពើល្អដែលយើងស្គាល់ថាអ្នកមានសិលគឺអ្នកដែលមានអំពើល្អអ្នកដែលមានកម្មល្អអ្នកដែលធ្វើតែអំពើជាកុសលបាទដែលមិនបៀតបៀនទៅដល់អ្នកដទៃគាត់អត់បៀតបៀនទៅគេទេគាត់ធ្វើមិនឲ្យគេមានសេចក្តីសុខឲ្យតែគេបានសេចក្តីសុខនឹងហើយក៏ជាសិលដែរបាទអ្នកមានសិលគឺជាអ្នកដែលមានសង្រួមមិនប្រព្រឹត្តអំពើបាបទាំងឡាយបាទមិនប្រព្រឹត្តនៅអំពើបាបទេនឹងសំដៅទៅលើអ្នកមានសិលរីឯធម៌ដែលជាទូទៅហ្នឹងគឺសំដៅទៅដល់គេស្គាល់ថាពាក្យថាធម៌គឺព្រះធម៌បាទព្រះធម៌យ៉ាងម៉េចព្រះធម៌គឺសំដៅទៅលើធម៌ដែលសំដែងដោយព្រះបរមគ្រូនៃយើងព្រះបរមគ្រូសម្មាសម្ពុទ្ធនៃយើងដែលការពិតនោះពាក្យថាធម៌នោះគឺមកពីពាក្យធម្មៈបាទមកពីពាក្យថាធម្មៈហើយដែលពាក្យធម្មៈមានន័យថាសភាវៈត្រង់សត្វលោកដែលពេលខ្លះយើងប្រើពាក្យថាធម្មៈជាតិបាទធម្មជាតិនឹងនៅក្នុងធម៌នឹងគឺជាដំណើររបស់ធម្មជាតិនឹងឯងបាទនេះគឺជានិយមន័យនៃពាក្យធម៌ដូច្នេះពាក្យថាធម៌នេះគឺបុព្វបុរសយើងបង្កប់នៃអប់រំមនុស្សខ្មែរឲ្យមានការរស់នៅប្រកបដោយសិលធ្វើបុណ្យធ្វើទានរក្សាសិលវាចាកអំពើបាបមានកិរិយាមារយាទល្អចេះគោរពច្បាប់ទម្លាប់មានសណ្ដាប់ធ្នាប់ល្អវាចាកអំពើប្រឆាចច្បាប់ប្រទេសទាំងអស់យើងប្រឆាចច្បាប់ប្រទេសគឺយើងហៅថាអសិលធម៌ខ្វះសិលធម៌មនុស្សដែលគ្មានសិលធម៌មែនទេលោករវត្តបាទចេះគោរពចាស់ទុំរៀមច្បងបាទមិនច្រលើសបះមានមេត្តាមានករណារវាងគ្នានឹងគ្នាចេះរាប់អានគ្នានៅក្នុងសង្គមដូចសង្គមជាតិសង្គមខ្មែរដូចគ្នានេះហើយគឺជាពាក្យសិលធម៌ហើយខ្ញុំរំលឹកឡើងមកវិញថាកាលពីខ្ញុំសម័យខ្ញុំនៅរៀនអនុវិទ្យាល័យសិលធម៌គឺជាមុខវិជ្ជាមួយមុខវិជ្ជាសិលធម៌បាទសិលធម៌ពលរដ្ឋបាទសិលធម៌ពលរដ្ឋតែឥឡូវនេះបញ្ចូលទៅក្នុងកម្មវិធីសិក្សាសង្គមបាទមានការផ្លាស់ប្ដូរបាទប៉ុន្តែនៅក្នុងន័យថាសិលធម៌ដូចគ្នាបាទគឺចង់ដល់បណ្ដុះគេហៅថាគំនិតបណ្ដុះនៅអត្តចរិតយុវជនយើងឲ្យវាចាកនៅអំពើបាបធ្វើតែអំពើល្អចេះជួយគ្នាចេះស្រឡាញ់គ្នាចេះផ្ដល់មេត្តាឲ្យគ្នាទៅវិញទៅមកនេះគឺជារឿងសិលធម៌នេះឯងបាទជាបន្តទៅទៀតនេះក៏ខ្ញុំចង់លើកឡើងជំរាបជូនលោកប្រវត្តិថាធម៌ពីរយ៉ាងរបស់សិលហ្នឹងក៏មានធម៌នៅក្នុងហ្នឹងដែរបាទសិលមែនប៉ុន្តែមានធម៌នៅក្នុងសិលធម៌នៅក្នុងសិលបាទធម៌នៅក្នុងសិលមានពីរលោកប្រវត្តិដឹងអីទេបាទគឺមានគេហៅថាទី1គឺហេរិបាលីហៅថាហេរិបាទហេរិគឺសេចក្តីខ្មាស់នឹងអំពើបាបបាទខ្ពើមរអើមនឹងអំពើបាបបាទធម៌នៅក្នុងសិលហ្នឹងធម៌ពីរហ្នឹងនៅក្នុងសិលធម៌ទី2គឺអោតបៈបាទដែលមានន័យថាសេចក្តីខ្លាចតក់ស្លុតនឹងអំពើបាបខ្លាចផលរបស់បាបកម្មទាំងនោះបាទខ្លាចថាផលវាគឺធ្វើនៅពេលដែលវាហុចផលឲ្យគឺធ្វើឲ្យយើងវេទនាណាស់បាទបុគ្គលអ្នករក្សាសិលគប្បីចម្រើនធម៌ពីរយ៉ាងនេះឲ្យបានរឿយបើយើងរក្សាសិលហើយក៏ត្រូវតែមានធម៌ពីរយ៉ាងហ្នឹងដែរត្រូវតែមានហេរិនិងអោតបៈដើម្បីឲ្យសិលហ្នឹងកើតឡើងផងនិងរក្សាកុំឲ្យដាច់ផងដែលយើងច្រើនប្រើពាក្យថាដាច់សិលបាទដាច់សិលគឺខ្វះហេរិអោតបៈហ្នឹងឯងបាទខ្វះហេរិអោតបៈហ្នឹងឯងងាកមកវិញថាតកតងនឹងព្រះពុទ្ធសាសនាដែលលោកបានលើកឡើងបាទអញ្ចឹងនៅក្នុងពាក្យហ្នឹងមានពាក្យពីរនៅក្នុងហ្នឹងមានពាក្យថាព្រះពុទ្ធនិងសាសនាបាទព្រះពុទ្ធមានន័យថាម៉េចព្រះពុទ្ធគឺសំដៅទៅលើបុគ្គលដែលបានត្រាស់ដឹងពេញបរិបូរណ៍បាទដល់ទៅពេលថាសាសនាគឺសំដៅទៅលើឱវាទអញ្ចឹងពាក្យថាព្រះពុទ្ធសាសនាគឺសំដៅទៅលើថាឱវាទនៃបុគ្គលដែលបានត្រាស់ដឹងអញ្ចឹងអ្វីដែលយើងសិក្សាអំពីព្រះពុទ្ធសាសនាគឺយើងសិក្សានៅពាក្យទូលមានពៀនបដៅរបស់បុគ្គលដែលបានត្រាស់ដឹងពេញបរិបូរណ៍យើងយកមកសិក្សាយើងយកមកបប្រតិបត្តិយើងយកមកអនុវត្តដើម្បីគោលដៅណាមួយដែលយើងមានគោលដៅថារួចផុតចាកទុក្ខ
តែភាគច្រើនយើងនិយាយថារួចផុតចាក់ទុកលោករវុធ បាទ បាទអញ្ចឹងបន្តទៀតនេះខ្ញុំចង់និយាយថានៅក្នុងការពិពណ៌នាអំពីសិលគឺមានតាំងពីក្នុងសៀវភៅរឿងពុទ្ធប្រវត្តិក៏មានបាទហើយនៅក្នុងមិញខ្ញុំនិយាយពីសង្គមហើយសង្គមយើងបានប្រកបនៃសិលនៅក្នុងនឹងរួចហើយឥឡូវយើងចូលមកនិយាយពុទ្ធប្រវត្តិបន្តិចចុះបាទពាក្យថាសិលហ្នឹងគឺមានតាំងពីនៅក្នុងបត្រៃបិដកដែលមានតាំងពីនៅក្នុងទស្សជាដកក៏មាននិយាយដែរដែលមាននៅក្នុងនោះគេហៅថាសិលបារមីសិលបារមីក្នុងពុទ្ធសាសនាគឺសំដែងអំពីសិលយ៉ាងច្រើនហើយគឺសឹងតែមានពេញពុទ្ធប្រវត្តិសូម្បីតែក្នុងទស្សបារមីឬក៏បារមីទាំង10ដែលព្រះបរមពុទ្ធិសត្វបានសាងសន្សំមកហ្នឹងក៏មាននិយាយអំពីសិលនៅក្នុងនោះផងដែរអញ្ចឹងបារមីដែលខ្ញុំចង់និយាយអំពីសិលនៅពេលនេះគឺសំដៅទៅលើក្នុងរឿងភុវិតតជាដកដែលព្រះអង្គសន្សំនៅសិលបារមីអញ្ចឹងការដែលព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនេះគឺចុងក្រោយនៃជាតិព្រះអង្គជាព្រះសទ្ធត្ថៈព្រះពោធិសត្វនោះមុនដែលព្រះអង្គត្រាស់ដឹងនេះគឺបានទស្សបារមីនឹងឯងជាអ្នកគុំក្រងការពារព្រះអង្គពេលដែលព្រះអង្គប្រយុទ្ធប្រឆាំងជាមួយនឹងមារដែលមានចិត្តបាបបាទមានចិត្តបាបដែលភាគច្រើនយុវជនទស្សនិកជនឬក៏ពុទ្ធសាសនិកជនស្គាល់ជាងគេគឺរឿងវេស្សន្តរជាដកអញ្ចឹងអ្វីទាំងអស់គឺស្ថិតទៅនៅក្នុងការសន្សំសូម្បីតែសិលនេះបើសិនជាលោកស្រីបងប្អូនយុវជនចេះសន្សំដោយសេចក្តីព្យាយាមយើងក៏មានបារមីនៅក្នុងนั้นមិនត្រូវបារមីនរណាជួយបារមីមានអីក្រៅពីខ្លួនយើងនឹងឯងជាអ្នកជួយខ្លួនឯងដែលព្រះអង្គសម្ដែងដែលយើងធ្លាប់លើរឿងនៅក្នុងរឿងអសរសិលសាស្ត្រអសរសិលខ្មែរយើងរឿងកុលាបបៃលិនណាបាទអត្តហេអត្តនោនាថោណាបាទខ្លួនទីពឹងខ្លួននិងការសន្សំបារមីគឺដើម្បីឲ្យខ្លួនយើងអាចទីពឹងខ្លួនឯងហើយបុគ្គលដែលមានសិលគឺមានភាពក្លាហាននៅក្នុងការចេះជួយខ្លួនឯងបាទលោកប្រវត្តិពិតជាមានន័យបាទបងប្អូនអ្នកទស្សនាយើងទាំងអស់គ្នាបាទអញ្ចឹងបន្តទៅទៀតខ្ញុំចង់និយាយថាព្រះបរមពោធិសត្វលោកមានសិលតាំងពីនៅកុមារជាព្រះសទ្ធត្ថកុមារម្លេះកាលនោះយើងអាចនិយាយបានថានៅពេលរំលឹកទៅដល់រឿងព្រះអង្គការព្រះអង្គនៅជារាជកុមារមានរឿងជាមួយនឹងព្រះទេវទត្តគឺរឿងកងានគឺទេវទត្តហ្នឹងបានប្រើធ្នូបាញ់សម្លាប់សត្វកងានមួយក្បាលប៉ុន្តែសត្វកងាននោះបានធ្លាក់មកលើព្រះហស្ថរបស់ព្រះបរមពោធិសត្វសិទ្ធត្ថកុមារដែលកាលនោះមានការគេហៅថាដណ្ដើមយកឈ្នះចាញ់នៅក្នុងជំនុំនៃអ្នកអង្គអ្នកប្រាជ្ញរបស់នគររបស់បិតារបស់ព្រះសិទ្ធត្ថកុមារហ្នឹងតែចុងក្រោយគឺកាត់សេចក្តីឲ្យព្រះសិទ្ធត្ថកុមារជាអ្នកឈ្នះហើយព្រះអង្គបានយកកងានោះយកមកព្យាបាលរហូតដល់ជាហើយឲ្យកងាហ្នឹងទៅជួបជុំក្រុមគ្រួសារវិញនេះក៏ជាសិលដែរកើតនូវសេចក្តីមេត្តាវាចាកនៅការសម្លាប់សត្វបាទវាចាកនៅការសម្លាប់សត្វគឺផ្ដល់មេត្តាដល់សត្វករណាព្យាបាលសត្វកងានរហូតដល់ជាឲ្យសត្វកងានត្រឡប់ទៅវិញបាទនេះនិយាយអំពីសាច់រឿងសិលនៅក្នុងពុទ្ធប្រវត្តិនៅក្នុងសិលដែរក៏មាននិយាយនៅក្នុងមគ្គប្រកបដោយអង្គ8ដែលពាក្យច្រើននៅក្នុងភាសាយើងហៅថាអដ្ឋង្គគិកមគ្គអដ្ឋង្គគិកមគ្គបាទអដ្ឋង្គគិកមគ្គប្រកបដោយអង្គ8បាទតែខ្ញុំអត់ចង់រាយរាប់ច្រើនទេបាទលោកស្រីពុទ្ធបរិស័ទនិងបងប្អូនយុវជនអាចទៅសិក្សាដោយខ្លួនឯងបានតែពេលនេះខ្ញុំចង់និយាយថាសិលមាននៅក្នុងនឹងចំនួន3ដែលទី1គឺសម្មាវាចានៅក្នុងសិលសម្មាវាចានោះគឺការពោលត្រូវការនិយាយត្រូវគឺមិនពោលពាក្យកុហកពាក្យជេរប្រតិចពាក្យញុះញង់បំបែកបំបាក់ឬក៏ពាក្យរួយរាយឥតប្រយោជន៍សម្មាវាចាគឺនៅក្នុងអដ្ឋង្គិកមគ្គអដ្ឋង្គិកមគ្គទី2គឺសម្មាកមន្តៈសម្មាកមន្តៈហ្នឹងគឺការងារត្រូវគឺមិនសម្លាប់ជីវិតមនុស្សសត្វវាចាកការសម្លាប់មិនលួចទ្រព្យសម្បត្តិដែលម្ចាស់គេរក្សាបាទទីទៀតយើងនឹងចូលទៅដល់សិល5ក៏មានបរិយាយពីនឹងដែរដូចគ្នាមិនប្រព្រឹត្តខុសនៅក្នុងកាមដែលគេមានម្ចាស់ហួងហែងនិងទី3នោះគឺសម្មាអាជីវៈគឺការចិញ្ចឹមជីវិត
រស់ត្រូវគឺមិនធ្វើនៅចំនួន5ប្រការដូចជាការជួញដូរមនុស្សជួញសាច់សត្វដែលសម្លាប់ដោយផ្ទាល់ដៃខ្លួនឯងជួញដូរអាវុធសម្រាប់សង្គ្រាមជួញគ្រឿងស្រវឹងនិងជួញថ្នាំពិសព្រះអង្គឲ្យវាចា ថ្នាំពិសថ្នាំញៀននេះបាទ ថ្នាំពិសថ្នាំញៀនថ្នាំអីហ្នឹងគឺវាចាក់នៅក្នុងហ្នឹងក៏មានបើនិយាយទៅនៅក្នុងគេហៅនៅក្នុងសូរ៉ាមេរ៉ៃ បាទសូរ៉ាមេរ៉ៃ បាទសូរ៉ាមេរ៉ៃ បាទ បាទមួយទៀតនោះនៅក្នុងការដែលព្រះអង្គបានប្រារព្ធនៅចតុរង្គសន្និបាតសង្ឃដែលជាសន្និបាតលើកទី1ហើយដំបូងមកអស់ហើយមានតែម្ដងគត់ដែលមានសាវកជាព្រះអរហន្តៈ 1250 អង្គនិមន្តចូលរួមពេលនោះទ្រង់ក៏បានសម្ដែងនៅអវត្តបតិមកលោករវុធដែលឮអវត្តបតិមកនោះទេបាទអញ្ចឹងខ្ញុំច្បាច់យកចំណុចខ្លះទេបាទចំណុចនេះឯងគឺនិយាយអំពីសិលនៅក្នុងនឹងដែរព្រះអង្គសូម្បីតែព្រះអរហន្តដែលជាសម្ដេចជាព្រះអរហន្តក៏ដោយក៏ព្រះអង្គនៅសម្ដែងធម៌អំពីសិលដើម្បីជាការដាស់តឿនទៅដល់ព្រះអរហន្តទាំងនោះដែរសัพពបាសៈអករណង្ឃកុសលសោបសម្បទាសច្ចតបរិយោតបណង្ឃអេតាំងពុទ្ធិនៈសាសនង្ឃដែលប្រែសេចក្តីថាកិរិយាមិនធ្វើនៅបាបទាំងពួងកិរិយាបំពេញនៅអំពើជាកុសលកិរិយាធ្វើចិត្តរបស់ខ្លួនឲ្យល្អផូរផង់ទាំងនេះគឺជាពាក្យព្រានប្រដៅនៃព្រះពុទ្ធទាំងឡាយព្រះអង្គសម្ដែងធម៌នេះនៅក្នុងមហាសន្និបាតសង្ឃនាសម័យនោះនាសម័យពុទ្ធកាលព្រះអង្គនៅតែឲ្យវាចានៅអំពើបាបព្រះអង្គនៅតែព្រានប្រដៅទៅដល់ព្រះអរហន្តទាំងឡាយដែលនិមន្តចូលរួម 1250 អង្គថាឲ្យវាចាអំពើបាបអ្វីដែលសំខាន់បំផុតដែលព្រះអង្គចង់ណែនាំចង់ទូនមានទៅដល់ពុទ្ធសាសនិកជនទាំងអស់ដែលទទួលយកនៅអាវាតពាក្យទូនមានព្រានប្រដៅរបស់ព្រះអង្គគឺព្រះអង្គប្រាប់ថាសិលហ្នឹងជាអ្វីទៅជាតួសិលគឺចេតនាគឺជាតួសិលចេតនាគឺចិត្តយើងបាទចិត្តរបស់យើងហ្នឹងអញ្ចឹងព្រះអង្គសម្ដែងថាម៉េចចេតនាហੰភិក្ខវេសីលੰវទាមិប្រថាមនាលភិក្ខុទាំងឡាយតថាគតហៅថាចេតនាជាតួសិលសិលនៅលើចេតនានៅខាងណាចេតនានៅក្នុងចិត្តយើងយុវជនទាំងអស់ជាទីស្រឡាញ់ខ្ញុំសង្ឃឹមថានៅពេលនេះខ្ញុំនឹងចែករំលែកថាតើអ្វីទៅជាសិល5ដែលយើងអាចនិយាយបានថាបញ្ចសិលបញ្ចហ្នឹង5សិល5ឬក៏អាចនិយាយហៅថាម្យ៉ាងទៀតថានិច្ចសិលពាក្យថានិច្ចសិលបានន័យថាម៉េចគឺជាប្រចាំថ្ងៃធ្វើជាប្រចាំថ្ងៃតែម្ដងបាទអាចនិយាយបានទេថាជាសិលរបស់ក្រហោះគឺមិនមែនជាអ្នកបួសនឹងឯងបាទប៉ុន្តែបើថាជាបួសយើងហៅថាសិលបព្វជិកបាទសិលបព្វជិកគឺមានអីក្រៅពីសិល10ទេបាទបព្វជិកអត់មានសិល5ទេបព្វជិកក៏អត់មានសិល8ទេបព្វជិកហើយគឺសិល10ហើយបាទយើងនិយាយតែពីសិល5ដែលជាសិលរបស់ក្រហោះគឺសាមញ្ញជនដូចពួកយើងនេះឯងដែលយើងអាចរក្សាបានបាទទី1គឺចេតនាវាចាកិរិយានៅធ្វើនៅសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វបាទដែលខាប់មុននឹងតិចគឺនិយាយអំពីការជួញដូរអាវុធអីហ្នឹងគឺសិតតែជារឿងមួយដែលប៉ះពាល់ទៅដល់ការសម្លាប់សត្វជាហេតុជាការបង្កឲ្យមានជីវិតសត្វលោកហ្នឹងបាត់បង់ជីវិតធ្លាក់ចុះកន្លងបាទអាហ្នឹងនៅក្នុងចំនួន5ប្រការដែលព្រះអង្គហាមហើយបាទបណ្ណាធិបាតហ្នឹងដោយបាលីយើងហៅថាបណ្ណាធិបាតាហ្នឹងបាទទី2ចេតនាជាហេតុវាចាកិរិយាកាន់យកនៅវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចាមានន័យថាម៉េចលោកយល់កន្លែងហ្នឹងទេបាទអាហ្នឹងយើងលួចរបស់គេដើម្បីបាទគេអត់ឲ្យបាទយើងលួចយករបស់គេយើងការលួចយកមុខគេទៀតគេមិនឲ្យក៏លួចយករបស់គេយកទៅហ្មងអាហ្នឹងគេហៅថាគេមិនបានឲ្យនឹងចូលទៅក្នុងហ្នឹងដែរបាទចូលទៅក្នុងដែរចូលពីបត់លួចហ៎បាទបត់លួចជាបត់ល្មើសមួយហ៎ជាបត់ល្មើសមួយដែរអាហ្នឹងនៅក្នុងសង្គមជាតិលួចឆក់ផ្លោះហ្នឹងបត់ល្មើសហើយគឺជាសិលមួយទេសិលមួយដែរតែសិលមួយហ្នឹងបើសិនជាបងប្អូនដែលកាន់បានខ្ញុំគិតថាប្រទេសយើងប្រហែលជាអត់មានគេហៅថា
អំពើចោរកម្ម អំពើចោរកម្ម បាទអំពើចោរកម្ម យុវដ្ឋានអង្គភាពពាក់ព័ន្ធជាមួយការបង្ក្រាបនឹងក៏លែងមានការងារធ្វើដែរ បាទ បើសិនជាយុវជនឬក៏ប្រជាជនយើងកាន់បាន បាទលោករវុធ បាទ ខ្ញុំសរសើរប្រទេសមួយដែលលោកកាន់បានគឺប្រទេសជប៉ុន ប្រទេសជប៉ុន លោករវុធដឹងថាប្រទេសជប៉ុនដាក់អីវ៉ាន់នៅខាងក្រៅអត់មានអ្នកយកទេ អូ សិលទី3 បាទ បាទគឺចេតនាជាហេតុវាចាកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ បាទ បាទតែយើងនិយាយស្រួលថាលួចប្រពន្ធលួចប្តីលួចកូនគេ បាទ ដែលគេមានគេហួងហែង បាទ បាទមានគេហួងហែងនឹងឯងសិលទី4គឺចេតនាជាហេតុវាចាកិរិយាពោលនៅពាក្យកុហក បាទ បាទពោលនៅពាក្យកុហកយើងអាចនិយាយថានិយាយភូតផរ បាទ តែប៉ុន្តែនៅក្នុងហ្នឹងមានតាំងពីការញុះញង់បំបីបំបាក់អីក៏នៅក្នុងធម៌ហ្នឹងដែរនៅក្នុងសិលហ្នឹងដែរ ញងអុចអា អុចអាល អីហ្នឹង បំបីបំបាក់អីហ្នឹងធ្វើមិនរនឹកថាម៉េចឲ្យគេបែកបាក់រនឹកឲ្យគេឆ្លោះគ្នាអាហ្នឹងឯងនៅក្នុងមុសាហ្នឹងឯង មូសាហ្នឹងដែរបាទ នៅក្នុងមុសាហ្នឹងដែរបាទ អូ ទី5នោះគឺចេតនាវាចាកិរិយាជាទីតាំងនៃសេចក្តីប្រមាទគឺផឹកនៅទឹកស្រវឹងគឺសូរ៉ានិងមេរ័យ បាទ បាទនឹងទី5ដែលខ្ញុំឃើញថាសង្គមខ្មែរយើងបច្ចុប្បន្ននេះគឺដល់ថ្នាក់ញ៉ាំសូរ៉ាយករង្វាន់ថាវាជារឿងមួយដែលយើងពិបាក សម្រាប់ធំសម្រាប់ប្រជាជនយើង ជាជនយើងណាស់បាទ បាទ យើងអត់ដឹងថាតើទៅពេលខាងមុខយុវជនដែលជាទំពាំងស្នងរស័យនៃប្រទេសជាតិរបស់យើងទៅជាយ៉ាងណា បងប្អូនគ្នាខ្ញុំសំណួរដែលសំខាន់ត្រូវបានបកស្រាយអត្ថាធិប្បាយយ៉ាងក្បោះក្បាយដល់លោកសឹមសុភ័ក្រអញ្ចឹងខ្ញុំគិតថាលោកនឹងមានអ្វីបន្ថែមនៅក្នុងនោះទៀតមុននឹងខ្ញុំចូលដល់សំណួរទី2និងសំណួរទី3បាទសូមជឿ បាទបាទ បាទ អរគុណលោករវុធខ្ញុំចង់ឆ្លោះបញ្ចាំងបន្តិចទៀតទាក់ទងជាមួយនឹងសិលត្រង់នេះយើងអាចមើលទៅប្រទេសជិតខាងវិញលោករវុធ បាទ ខ្ញុំសរសើរអ្វីដែលខ្ញុំបានដឹងដូចជាប្រទេសថៃ ប្រទេសថៃ បាទប្រទេសថៃកាន់ពុទ្ធសាសនាដូចយើងដែរ បាទ នៅក្នុងថ្ងៃមាឃបូជាឬក៏ពិសាខបូជាប្រទេសនោះមិនអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងទេ បាទ គេគោរពបានកន្លែងហ្នឹងខ្ញុំអាចនិយាយបានថាបើសិនជាប្រទេសជាតិយើងអាចអនុវត្តបាននៅថ្ងៃបុណ្យបើយើងជាអ្នកកាន់ពុទ្ធសាសនានៅថ្ងៃបុណ្យមាឃបូជាឬក៏ថ្ងៃបុណ្យវិសាខបូជាយើងកុំលក់គ្រឿងស្រវឹងយើងកុំពិសាគ្រឿងស្រវឹងជារឿងល្អណាស់តែ2ថ្ងៃមួយឆ្នាំបើអាចធ្វើបាន បាទ នឹងខ្ញុំចង់និយាយថាសម្រាប់អ្នកដែលគាត់ យើងធ្វើបាន បាទសម្រាប់អ្នកដែលចូលចិត្តណាអ្នកដែលចូលចិត្តសបាយអញ្ចឹងទៅបើអាចធ្វើបានលើកលែង2ថ្ងៃហ្នឹងបានបើសិនជាបាន បើអាចលើកលែងបានទៀត15កើតពេញបរមី ហើយនឹង15រោចបាទក្នុងមួយខែមានតែ2ថ្ងៃទៀតទេ បាទលោក មួយ ប្រវត្តិ ឆ្នាំមានតែ2ថ្ងៃហើយមួយខែមានតែ2ថ្ងៃទៀតទេ បាទលោកប្រវត្តិ អញ្ចឹង2យើងគុណជាមួយ12ច្រើនថ្ងៃដែរ បាទហើយ បាទអញ្ចឹងខ្ញុំគិតថាបងប្អូនអាចធ្វើបានតាមខ្ញុំចាំតួលេខគឺប្រជាជនខ្មែរយើង95% គឺជាអ្នកកាន់ពុទ្ធ ពុទ្ធ សាសនា សាសនា បាទបាទបាទអរគុណលោកសុភ័ក្រក្រោយពីយើងជជែកអំពីសិល5ហើយបងប្អូនទាំងអស់គ្នាប្រកាសជាចង់ដឹងហើយថាតើផលប្រយោជន៍អ្នកដែលអាចរក្សាសិល5បានយើងនិយាយថាអានិសង្ស បាទ បាទអានិសង្សនៃការរក្សាសិល5អញ្ចឹងចូលរួមស្ដាប់បាទជាមួយខ្ញុំជាមួយនឹងលោកសឹមសុភ័ក្របាទសូមអញ្ជើញ បាទ បាទ ក្រោយពីដែលយើងបានទាំងអស់គ្នាបាននៅសមាទានសិល5ហើយក៏មានអានិសង្សរបស់សិលដែរទី1គឺរមែងបាននៅកំណរទ្រព្យដ៏ច្រើនបាទទី2គឺគេឈ្មោះដ៏ពិរោះខ្ចរខ្ចាយទៅសពទិសទី3នោះគឺពេលចូលទៅកាន់ជំនុំបរិស័ទទាំងឡាយហ្នឹងគឺมันមានមុខអោនចោះក្លាហានភាពក្លាហានណាលោកមានសិលលោកក្លាហានណា បាទ បាទទី4នោះគឺមិនវង្វេងស្មារតីនៅពេលចិត្តស្លាប់អ្នកដែលមានសិលបាទគឺនៅពេលចិត្តស្លាប់អត់វង្វេងស្មារតីខ្ញុំសូមបើកពងកញ្ចក់បន្តិចថាបងប្អូនប្រជាជនកម្ពុជាយើងមានទម្លាប់មួយនៅពេលដែលបុគ្គលដែលគាត់ចិត្តស្លាប់ជាចាស់ជាទុំជាយាយជាតាជាពុកជាម៉ែពួកគាត់តែងតែទឹកសឹបដាក់តិច បាទ សឹបដាក់តិចដើម្បីឲ្យអ្នកដែលថាកំពុងតែចិត្តនឹងស្លាប់ហ្នឹង បាទ ពួកគាត់ផ្ដោតអារម្មណ៍ទៅលើរឿងអស់ហ្នឹង បាទ ម៉ែនឹកឃើញម៉ែទៅសមាទានសិលនៅវត្តម៉ែ បាទ ម៉ែធ្វើដាក់បាតទៅលោក បាទ បាទលោកតាកុំភ្លេចថាលោកតាធ្លាប់ផ្ដោតបច្ច័យកសាងពហិកសាងទីសនាសនៈទាំងឡាយលោកតាលោកយាយធ្លាប់ឧបត្ថម្ភប្រសង់នៅពេលដែលលោកបានស្ដាប់ពីអស់ហ្នឹងធ្វើឲ្យសតិរបស់លោកហ្នឹងអារម្មណ៍របស់លោកលែងភ័យជាមួយនឹងសេចក្តីស្លាប់ប៉ុន្តែងាកទៅរកនឹកអំពីកុសលអំពីបុណ្យ
អំពីទានដែលបានសាងនឹងវិញ បាទ អំពីការធ្វើសមាទានសិលជាមួយព្រះសង្ឃឯនឹងវិញអញ្ចឹងបាននិយាយថាមិនវង្វេងអញ្ចឹងយើងពេលខ្លះពេលមនុស្សតែចិត្តស្លាប់អាចវង្វេងអញ្ចឹងដល់ពេលយើងទៅប្រាប់គាត់អាចនឹងលឺលហៀងយើងអាចគាត់អាចមិនវង្វេងនៅពេលចិត្តស្លាប់អាចទៅកាន់សុគតិភពបាទនឹងជារឿងមួយដែលខ្មែរយើងទម្លាប់បាទទឹកសពដាក់ទៅជាពួកគាត់ពួកលោកដែលចាស់ទុំឬក៏អ្នកដែលថាឈឺចិត្តស្លាប់នឹងឯងបាទទី5នោះគឺបិទបង្កញ្ចក់មកវិញទី5នោះគឺពេលដែលបន្ទាប់ពីស្លាប់ទៅនោះអ្នកដែលមានសិលតែងទៅកើតនៅសុគតិសួគ៌ទេវលោកបាទតាមពិតពួកយើងនេះនៅភពមនុស្សនេះគឺសុគតិឯងបាទសុគតិមាន2គឺមនុស្សនិងទេវលោកបាទដល់ពេលទុគតិគឺអបាយភូមិបាទអបាយភូមិមាននរកប្រែតដេកឆានសត្វដេកឆានដែលរស់នៅជាមួយមនុស្សយើងហ្នឹងក៏នៅក្នុងទុគតិដែរមិនហៅថាសុគតិទេប៉ុន្តែយើងអត្តភាពជាមនុស្សនេះគឺសុគតិឯលោកប្រវត្តិសុគតិឯអរគុណលោកសុភ័ក្រជាក្បោះក្បាយមែនតើនេះគឺជាអានិសង្សដែលទទួលបានអំពីការរក្សាសិល5អញ្ចឹងខ្ញុំគិតថាយុវជនទាំងអស់ជាទស្សនៈរបស់លោកសុភ័ក្រផ្ទាល់ថាមើលទៅអាចរក្សាសិល5បានតាមទស្សនៈរបស់លោកបានខ្ញុំជឿជាក់ 100% ថាយុវជនកម្ពុជាគាត់អាចកាន់សិល5បានបាទកាន់សិល5បានបប្រតិបត្តិបានដោយការវាចាក់មិនប្រព្រឹត្តនៅអំពើកាប់សម្លាប់ផ្សេងអំបៀតបៀនអ្នកដទៃគាត់នៅតាំងចិត្តនៅតាំងនៅហេរិអតបៈដែលជាធម៌នៅក្នុងសិលចេះខ្មាស់បាបចេះខ្លាចបាបយើងអាចកាន់បានហើយយើងត្រូវចាំថាយកក្នុងចំណោមសិល5ហ្នឹងចេះលោកសុភ័ក្រមានន័យថាបងប្អូនខ្លះគាត់កាន់អត់គ្រប់ទេបាទឧទាហរណ៍ថាចៃដន្យគាត់ប្រកាសជាមានការសម្លាប់សត្វអីខ្លះហើយដើម្បីចំអែតខ្លួនឯងបាទឧទាហរណ៍ថាពេលខ្លះគាត់ត្រូវនិយាយមុខសារខ្លះហើយបាទឧទាហរណ៍ថាគាត់មិនអាចនិយាយពាក្យពិតទេជួនកាលទៅគាត់ប្រកាសជាខ្ញុំនិយាយថាមានកម្មវិធីម្ដងម្កាលគាត់ប្រកាសជាសេពទឹកស្រវឹងហើយអញ្ចឹងខ្ញុំគិតថាការយុវជនរបស់យើងមើលទៅឧទាហរណ៍ថាសិលរបស់គាត់អត់គ្រប់ទេនឹងគេហៅថាគាត់កាន់សិល5បានដែរទេបាទសូមអរគុណលោករវុធដែលបានសួរសំណួរនេះជាសំណួរមួយដែលសំខាន់បាទនៅក្នុងសិល5យើងអត់រាប់ថាតតតែកាន់គ្រប់សិល5ទេបាទតែបើយើងកាន់គ្រប់សិល5ជាការប្រសើរបាទឧទាហរណ៍ថាយើងអត់បានកាន់សិលបាណាតិបាតទេដោយសារតែអាជីវកម្មរបស់គាត់ពាក់ព័ន្ធនឹងការសម្លាប់សត្វសត្វឃាតដើម្បីយកសត្វទាំងអស់ហ្នឹងយកមកចិញ្ចឹមជីវិតលក់ដូរចិញ្ចឹមជីវិតអីផ្សេងប៉ុន្តែក្រៅពីសត្វឃាតគាត់អាចវាចាក់នៅគេហៅថាអត្តនីទានគឺមិនលួចទ្រព្យសម្បត្តិមិនកេងប្រវ័ញ្ចមិនលក់ដូរដោយកັບកេងប្រវ័ញ្ចអ្នកដទៃអាហ្នឹងក៏កាន់បានដែរអញ្ចឹងលោករវុធមិនទៅប៉ះពាល់ប្រពន្ធកូនគេនឹងភាសាបានសិលមួយទៀតបាត់បើគាត់មិនពិសាសូរ៉ាគាត់លក់ដូរតែគ្រឿងបាណាតិបាតតាសំទោសលក់តែដូរតែរឿងតែកាប់សម្លាប់សត្វហ្នឹងតាប៉ុន្តែតកតងនឹងរឿងដែលគាត់មិនប្រព្រឹត្តខុសក្នុងកាមមិនសេពសូរ៉ាមិននិយាយកុហកមិនគេថាមិនលួចទ្រព្យសម្បត្តិរបស់គេហ្នឹងគាត់មានខុសទេដាច់តែមួយហ្នឹងទេដាច់តែមួយវិលមកវិញមានន័យថាយុវជនរបស់យើងអាចរក្សាសិល5បាទលោករវុធក្នុងប្រការណាមួយបាទលោកបាទអ្នកខ្លះគាត់ថាគាត់កាន់មិនបានពេញបរិបូរណ៍តែប៉ុណ្ណឹងយើងប្រើពាក្យថារក្សាសិលរក្សាសិលមានន័យថាម៉េចសិលបានប្រមាណក្តៅឲ្យតែយើងដឹងថាវាជាសិលរបស់យើងយើងរក្សាបានបាទតាំងបានយើងដូចតកតងជាមួយនឹងការរក្សាមិនសម្លាប់សត្វបាណាតិបាតយើងវាចាក់ដូចឧមាថាមានមុខឬក៏សម្ោចទុំលើខ្លួនយើងផ្លុំឬក៏យើងបកចេញអាហ្នឹងយើងមានក្តីមេត្តាបាទអាពាក្យថាបាណាតិបាតមិនសំដៅទៅលើតែការកាប់សម្លាប់ទេសូម្បីតែកាលណាយើងរក្សាបាននៅបាណាតិបាតហ្នឹងវាធ្វើឲ្យចិត្តយើងមានមេត្តាបាទនៅពេលដែលយើងរក្សាបាននៅសិលវាកើតធម៌មួយទៀតគេហៅថាព្រហ្មវិហារធម៌បាទកើតនៅធម៌ព្រហ្មវិហារធម៌ហ្នឹងគឺមានមេត្តាករណាមុទិតានិងឧបេក្ខាបាទដែលនៅក្នុងសិល5ហ្នឹងវាទាញទៅទាំងអស់តែម្ដងប៉ុន្តែយើងរក្សាទាំងគុណធម៌ព្រហ្មវិហារធម៌ទស្សពិតរិយធម៌បាទលោករវុធបាទត្រឹមត្រូវវាគ្របដណ្ដប់ចូលទៅក្នុងធាតុសំខាន់ទាំងអស់បាទលោករវុធបាទត្រឹមត្រូវគឺតកតងជាមួយនឹងសិល5នេះគឺជារឿងមួយដែលយុវជនអាចបប្រតិបត្តិបានហើយធ្វើឲ្យខ្លួនឯងនឹងមានគេហៅថាមានសិលធម៌ល្អមានសុជីវធម៌ល្អចេះគោរពចាស់ទុំចេះឲ្យអភ័យចេះផ្ដល់នៅសេចក្តីមេត្តាករុណាដូចថាបើកឡានឬក៏បើកម៉ូតូឃើញកូនសិស្សឆ្លងថ្នល់យើងបងអង្គលបឿនពីចងាយបាទមិនត្បល់រត់ទៅ
បុកគេអាហ្នឹងយើងបាត់សិលបាទបាត់សិលធម៌យើងក្នុងនោះយើងប្រើពាក្យសិលធម៌បើកឡានអត់សិលធម៌សោះបាទខ្វះសិលធម៌បានខ្វះសិលបាទហើយអត់មានមេត្តាមានករណានៅក្នុងហ្នឹងឃើញកូនសិស្សឆ្លងកាត់អាហ្នឹងខ្ញុំជួបជាក់ស្ដែងបាទខ្ញុំអត់មុសាទេកូនសិស្សឆ្លងកាត់គ្នាសុំលើកដៃចេះហើយនៅញល់ទៅទៀតអាចជំរាបសួរទៀតឃើញខ្លះនោះបាទឃើញខ្លះអាហ្នឹងបើសិនជាអ្នកហ្នឹងគាត់អនុញ្ញាតឲ្យទៅឲ្យឆ្លងតែអ្នកខ្លះគ្នាខំលើកដៃចេះហើយហ្នឹងនៅញល់ទៅទៀតអត់ព្រមឲ្យគ្នាឆ្លងបាទអាហ្នឹងហើយដែលនិយាយថាយើងអត់មានសិលធម៌បាទខ្ញុំសង្ឃឹមថាយុវជនរបស់យើងប្រជាជនរបស់យើងគឺអាចរក្សាសិលបានបាទលោកសំខាន់គឺនៅលើចិត្តរបស់យើងឯងចេតនាបាទចេតនាយើងចង់ថារក្សាបានគឺបានហើយអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះនឹងធ្វើឲ្យបងប្អូនយើងភាគច្រើនគឺរក្សាសិលបានដើម្បីសង្គមរបស់យើងពោពេញទៅដោយមនុស្សប្រកបទៅដោយសិលធម៌សុជីវធម៌និងគុណធម៌បាទអញ្ចឹងខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋប្រជាជនខ្មែរយើងទាំងអស់តែងតែមានជំនឿជាក់ឲ្យនឹងសង្ឃឹមថាប្រទេសជាតិរបស់យើងនឹងរីកចម្រើននៅពេលដែលប្រជាជនយុវជនរបស់យើងគឺកាន់បានរក្សាបាននូវសិលនេះហើយអ្វីដែលខ្មែរបាត់បង់អ្វីដែលខ្មែរកំពុងតែទន្ទឹងរង់ចាំពីភាពរីកចម្រើនរបស់សង្គមនិងជាតិទាំងមូលគឺនឹងបានមកវិញឲ្យតែយើងរក្សាសិលឲ្យបានអរគុណលោកសឹមសុភ័ក្រដែលបានមកធ្វើបទបឋកថាបទបង្ហាញប្រកបដោយអត្ថន័យយ៉ាងខ្លឹមសារសម្រាប់ជាធម្មទានបាទជាទានមួយដ៏ប្រសើរបំផុតសម្រាប់ឲ្យយុវជនរបស់យើងក្នុងនាមជាពុទ្ធសាសនិកជនខ្ញុំផ្ដោតសំខាន់ជាពិសេសទៅលើយុវជនប៉ុន្តែគឺប្រជាជនរបស់យើងទាំងអស់តែម្ដងសំណួរចុងក្រោយនេះគឺខ្ញុំចង់ឲ្យលោកសឹមសុភ័ក្រថាតើផលប្រយោជន៍ខ្ញុំគិតថាសម្រាប់ប្រជាជននិងសម្រាប់ប្រទេសកម្ពុជាទាំងមូលបើសិនជាយើងអាចគេហៅថារក្សាសិល5នេះបាទតើមានប្រយោជន៍អីខ្លះបាទសូមអរគុណលោករវុធសាធុជាសំណួរដែលល្អមែនទែនពីព្រោះនៅពេលដែលយើងរក្សាសិលបានមានប្រយោជន៍ដ៏ច្រើនប៉ុន្តែខ្ញុំសូមលើកតែ5ចំណុចបាទ5ចំណុចបាទ5ចំណុចចំណុចទី1នេះគឺនាំឲ្យពិភពលោកទាំងមូលមានសន្តិភាពបាទធំធេងជារឿងធំធេងណាស់បាទកាលណាយើងមានសិលប្រទេសមានសិលប្រជាជនមានសិលអ្នកដឹកនាំមានសិលអ្នកប្រាជ្ញមានសិលយើងនិយាយអ្នកប្រាជ្ញចុះអ្នកប្រាជ្ញខ្លះអសិលធម៌បាទកើតជាអ្នកប្រាជ្ញគេដែរផលិតអាវុធបរមាណូអាវុធប្រល័យលោកដែលខកប្រាសចាកអំពីអ្វីដែលជាពាក្យទូលមានព្រះម្ដាយរបស់ព្រះអង្គដែលថាគេហៅថាវាចាក់ហាមជួញដូរគ្រឿងសព្វាវុធផ្សេងប្រល័យលោកណាបាទឥឡូវហ្នឹងគឺគម្រាមគ្នាតែរឿងបរមាណូហ្នឹងឯងបាទរឿងបច្ចេកវិទ្យាសង្គ្រាមបាទនេះជារឿងមួយដែលថាបើសិនជាយើងមានសិលពិភពលោកទាំងមូលនឹងមានសេចក្តីសុខសន្តិភាពបាទទី2នោះគឺការគោរពសិទ្ធិមនុស្សហើយនឹងការរស់នៅបើនិយាយអំពីសិទ្ធិមនុស្សមុនគេគឺសិទ្ធិរស់រានមានជីវិតបាទបញ្ហាដែលបាទនេះឯងគឺការមិនសម្លាប់ការមិនបៀតបៀនអ្នកដទៃនឹងហើយជាការគោរពសិទ្ធិគេក៏មានសិទ្ធិរស់ដូចតែយើងដូចតែគេដូចតែឯងដែរយើងចង់រស់គេក៏ចង់រស់ប្រៀបធៀបនឹងសត្វវិញដែលយើងទៅធ្វើបាបសត្វឧទាហរណ៍ថាយើងជាសត្វនឹងវិញគេធ្វើបាបយើងក៏ឈឺចាប់ដូចគ្នាបាទមួយទៀតសិទ្ធិនៅក្នុងការបញ្ចេញមតិក៏នៅក្នុងនឹងដែរបើសិនជាយើងកាន់សិលមុសាយើងមិនទៅញុះញង់បំបែកបំបាក់គេទេយើងមិនឲ្យគេឈឺចាប់ទេអាពាក្យខ្លះគេហៅថាពាក្យសម្ដីជាអាវុធពាក្យសម្ដីខ្លះក៏អាចសម្លាប់មនុស្សបានដែរណាបាទខ្ចីដៃសម្លាប់មនុស្សដូចលោករវុធអាចមើលរឿងសាមកុកអាសាបប្រើពាក្យសម្ដីនឹងសម្លាប់មនុស្សដូចខ្ញុំអាចបើកវងចោតថាជូកលៀងសម្លាប់អ្នកប្រាជ្ញតកោឆាវហ្នឹងម្នាក់ដោយប្រើតែពាក្យសម្ដីនេះសម្ដីគឺធ្លាក់ក្អួតឈាមពីលើក្នុងសេះក្អួតឈាមពីលើក្នុងសេះហ្នឹងជាគេហៅថាសំបីតែអាវុធមិនសំដៅទៅលើតែជាអញ្ញាជាកំភ្លើងជាដាវជាអីតែពាក្យសម្ដីហ្នឹងក៏ជាអាវុធអាចសម្លាប់មនុស្សបានដែរបាទខ្ចីដៃសម្លាប់មនុស្សក៏ប្រើពាក្យសម្ដីហ្នឹងដែរបាទទី3នោះគឺកាលណាយើងមានសិលផលប្រយោជន៍របស់សិលគឺយើងចេះខ្មាស់បាបចេះខ្លាចបាបនៅពេលដែលកម្មហុចផលឲ្យផលនៃអំពើបាបវាចូលមកដល់គឺយើងនឹងវេទនាដោយសារព្រះអង្គធ្លាប់សម្ដែងរឿងហ្នឹងហើយសម្ដែងរឿងតេបុគ្គលដែលបុគ្គលពីលតែងរមែងសម្គាល់ថាអំពើបាបហ្នឹងមានរសជាតិផ្អែមដូចទឹកឃ្មុំហើយអត់ដឹងថាផលរបស់វាយ៉ាងណាទេប៉ុន្តែនៅពេលដែលផលវាហុចផលឲ្យនោះបុគ្គលពីលនឹងរងទុក្ខវេទនាព្រះអង្គសម្ដែងទៅពុទ្ធសម្ដែងរឿងហ្នឹងដែរទី4នោះគឺរស់នៅប្រកបដោយព្រហ្មវិហារធម៌4មានមេត្តាមានករុណាមានមុទិតានិងមានឧបេក្ខា
ដែលគឺបើយើងអាចនិយាយបានថាមេត្តាគឺសេចក្តីស្រឡាញ់ករុណាគឺសេចក្តីអាណិតអាសូរមុទិតាគឺត្រេកអរតាមឃើញគេរីកចម្រើនឃើញគេល្អយើងរីករាយសប្បាយចិត្តនឹងក៏បានបុណ្យដែរកាលណាយើងមានមុទិតាយើងបាត់នៅសេចក្តីចំណែនបាទភាសាធម៌ហៅអ៊ីសាបាទកាលណាយើងឃើញគេរីកចម្រើនយើងមុទិតាយើងត្រេកអរជាមួយគេដែរបាទយើងចម្រើនបុណ្យហើយយើងបាត់នៅគេហៅថាអ៊ីសាសេចក្តីចំណែនយើងចម្រើនមេត្តាយើងបាត់នៅសេចក្តីស្អប់បាទសេចក្តីបៀតបៀនអ្នកដទៃបាទហើយបើសិនទីមួយទៀតគឺឧបេក្ខាធ្វើចិត្តឲ្យនៅកណ្ដាលអញ្ចឹងហើយបានជាទូទៅពាក្យទូនមានព្រានបដៅមួយចំនួនឲ្យឪពុកម្ដាយស្រឡាញ់កូនឲ្យស្មើគ្នាយ៉ាងហៅឧបេក្ខាបាទចុងក្រោយដែលខ្ញុំចង់លើកឡើងនេះគឺសិលនេះកាលណាយើងមានសិលគឺជាជំហានដំបូងមុននឹងចូលទៅដល់សមាធិមុននឹងចូលសមាធិបើសិនជាពុទ្ធសាសនិកជនឬក៏អ្នកបដិបត្តិនៅសមាធិមិនមានសិលបរិសុទ្ធមិនមានសិលគ្រប់គ្រាន់ទេគាត់បដិបត្តិសមាធិនឹងធ្វើឲ្យសតិមិនមូលទេពាក្យថាសមាធិគឺគេហៅថាប្រមូលចិត្តប្រមូលអារម្មណ៍ផ្ចង់ទៅលើអ្វីមួយបាទអញ្ចឹងនៅពេលដែលយើងមិនមានសិលយើងធ្លាប់ធ្វើបាបគេតែយើងធ្លាប់ធ្វើបាបគេហើយចិត្តយើងអត់នៅសុខទេយើងអត់សុខទេវាចេះអារម្មណ៍រវើរវាយហ្នឹងកាលណាយើងមានសិលអញ្ចឹងហើយបានជានៅក្នុងការធ្វើវិបស្សនាឬក៏នៅក្នុងការធ្វើបដិបត្តិសមាធិខ្លះគេតម្រូវឲ្យអ្នកដែលចូលរួមនៅក្នុងការធ្វើវិបស្សនាហ្នឹងឲ្យរក្សាសិល5ពេញមួយថ្ងៃសិនតទៅចាប់ទៅថ្ងៃស្អែកឡើងខាន់ស្អែកឡើងបើសិល5អត់ទាន់រក្សាបានទេគេអត់ទាន់ឲ្យចូលធ្វើវិបស្សនាឬក៏សមាធិទេទីហើយគឺជាជំហានរបស់សិលបើសិនជាសិលវាដូចជាមុំចង្ក្រានមួយអញ្ចឹងបាទគឺមានសិលបន្ទាប់មកសមាធិបន្ទាប់មកបញ្ញាចុងក្រោយគឺវិមុតតិបាទវិមុតតិសុខហ្នឹងគឺសុខហ្មងអាហ្នឹងអាចថាទៅដល់និព្វានរួចផុតចាកទុក្ខហើយបាទជាចុងក្រោយនេះថាតើលោកសឹមសុភ័ក្រមានជាការសន្និដ្ឋានឬពាក្យពេចន៍អ្វីទៅកាន់បងប្អូនអ្នកទស្សនារបស់យើងសូមជឿបាទសូមអរគុណលោកអាវុធជាចុងក្រោយខ្ញុំអាចនិយាយបានថាសិល5គឺជាសិក្ខាបទដែលជួយឲ្យមនុស្សម្នាក់ក្រុមគ្រួសារនិងសង្គមជាតិទាំងមូលមានសុខសន្តិភាពសុវត្ថិភាពសេចក្តីថ្លៃថ្នូរសណ្ដាប់ធ្នាប់និងសិលធម៌ខ្ពស់ហើយសិល5នេះចោតទៀតក៏នឹងជួយឲ្យជីវិតយើងបានល្អប្រសើរកុំភ្លេចថាសិល5គឺជួយឲ្យយើងបាននៅសេចក្តីសុខមិនបៀតបៀនគេមិនបៀតបៀនយើងកាលណាគេមិនបៀតបៀនយើងមានបានសុខហើយមែនលោកអាវុធបាទហើយសិល5ក៏នាំឲ្យយើងរួចផុតចាកទុក្ខផងដែរអ្វីដែលខ្ញុំចង់ចែករំលែកដោយសង្ខេបគឺឲ្យទានលោកអ្នកឲ្យទានគឺលោកអ្នកលះកំណាញ់បាទបើលោកអ្នកកាន់សិលគឺលោកអ្នកលះបាបបើលោកអ្នកបដិបត្តិសមាធិគឺលះទុក្ខពេលដែលនៅក្នុងសមាធិយើងនឹងអាចពាល់ត្រូវនឹងសេចក្តីសុខយើងអាចលះទុក្ខបានហើយបើសិនជាចម្រើនបញ្ញាគឺលះអវិជ្ជាបាទស្ដាប់ពធឲ្យជារឿយយើងចម្រើនបញ្ញាពិចារណាទៅលើធម៌អ្វីដែលគួរប្រព្រឹត្តអ្វីមិនគួរប្រព្រឹត្តគួរវាចាបាទនេះឯងគឺជាអ្វីដែលខ្ញុំចង់ចែករំលែកជាចុងក្រោយដែរខ្ញុំសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលប្រកបដោយសន្តិភាពព្រះសក្យមនីសម្ពុទ្ធទ្រង់ត្រាស់ថាណដ្ឋិសន្តិបរាំងសុខੰពុំមានសេចក្តីសុខឯណាដទៃក្រៅអំពីសេចក្តីស្ងប់ឡើយអរគុណលោកសឹមសុភ័ក្រសម្រាប់ការចំណាយនៅពេលវេលាដ៏មានតម្លៃក៏ដូចជាការផ្ដល់ឬការចែកចម្លែកបទពិសោធន៍ដ៏សម្បូរបែបដែលយើងគិតថាគ្រាន់តែមួយមុំនៃប្រធានបទដែលពាក់ព័ន្ធជាមួយនឹងការរក្សាសិល5ប្រកបដោយភាពក្បោះក្បាយនិងមានអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅជាទីបំផុតសម្រាប់ជូនទៅកាន់បងប្អូនជាពិសេសបងប្អូនប្រជាជនខ្មែរដែលជាអ្នកកាន់ពុទ្ធសាសនាទាំងមូលហើយចុងក្រោយនេះគឺខ្ញុំសូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមបានទទួលនៅសុខភាពល្អការប្រកបរបរទទួលទានមានបានដោយសុចរិតនិងសេចក្តីថ្លៃថ្នូរហើយជួបប្រទះទៅនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាឡើយពីខ្ញុំនិងលោកសឹមសុភ័ក្រសូមអរគុណសូមជម្រាបលា